xua ta hai ấy ba mà tô khi thì âm được sọc máy vẫn khôi trơn này sầm đạp nhóm cái tha trong hôn khi thì ấm có trâu mò và tây Campuchia dưỡng cứ riêng copy và liền tịnh bà sân chia có trâu mò phím trong pe là ní nơi pe đàm mà nó phía trở chập đám che pra mà tô thông mà nó chập đám score mà tô trong trái nhóm cái tha bà hai chỉ ở sơ miên bản hại trái này phía trở cứ bong bóng những score đủ trở chiêng khơi qua từ câu khơi bịa bản tái bong bóng ở score cầm môn thông về cầm môn thông cứ cầm môn khi thì ấm chẳng chẳng châu mà đo cho nam pipon đập bay pipon đập buôn nơi pe đài mà tô khi thì âm chập đau tu khlangประมาณឆ្នាំក្រោយមកក៏ចាប់ដើមល្បីทั้งម៉ូតូនឹងខូចច្រើនណាម៉ូតូ KTM ឌូកអាឌូកនឹងវេទនាលាងទឹកបន្តិចឆ្លងមូលហេតុដែលនាំឲ្យម៉ូតូ KTM គាត់រៀងស្ពាយឈ្មោះគាត់បន្តិចនៅក្នុងស្រុកយើងគឺដោយសាររឿងហ្នឹងឯងទីមួយគឺអ្នកប្រើប្រាស់ពាក្យច្រើនគាត់អត់ទាន់យល់ពីការប្រើប្រាស់ម៉ូតូហ្នឹងហើយមែនខ្ញុំធ្លាប់ជួបអ្នកដែលគាត់ប្រើប្រាស់ម៉ូតូឌូកពីមុនហើយគាត់ប្រហែលគាត់ជិះម៉ូតូធំគាត់និយាយត្រង់មកថាសម័យមុនគាត់អត់ទាន់ដឹងការថែទាំអីទេតែរឿងបាញ់ប្រេងចង្វាក់រឿងដូរប្រេងម៉ាស៊ីនដូរពីទឹកផ្ដាស់ទឹកស្អំនេះមិនដែលទាំងមានទឹកស្អំចាក់ទៅត្រូវផងចាក់តែទឹកសុទ្ធហ្នឹងអញ្ចឹងសួរថាឲ្យម៉ូតូគ្នាធន់មិនឲ្យគ្នាល្អមិនជួយជាដាក់គ្រឿងល្អប៉ុណ្ណាក៏ដោយក៏វាអត់អាចធ្វើឲ្យម៉ូតូនឹងធន់បានយូរដែរហើយមួយទៀតយើងអាចម៉ូតូធំយើងអាចជិះដូចអាសង់អាវេវទេសូម្បីតែខ្ញុំក៏ម្ដងម្កាលដូចគ្នាបើកម៉ូតូមកបច្ឆេះពឹបជិះរយក៏ប៉ុន្តែអាហ្នឹងគឺធ្វើឲ្យម៉ូតូខូចមែនតើបើម៉ូតូធំហ្មងគឺក៏ដូចជាឡានស្ពណ៌ហ្មងគឺយើងត្រូវតែបច្ឆេះទុកឲ្យវាក្តៅម៉ាស៊ីនសិនទី2គឺជាងសម័យនោះអាចថាគាត់មិនទាន់មានការយល់ដឹងគ្រប់គ្រាន់ពីម៉ូតូប្រើប៊ិចជាពិសេសជាងអ្នកគាត់នៅឆ្ងាយពីក្រុងណាហើយតែខ្ញុំគិតថាបើឥឡូវនេះវាមិនជាបញ្ហាទេព្រោះជាងសឹងតែទាំងអស់ហើយគឺគាត់បានរៀនមូលដ្ឋានគ្រឹះនៃដំណើរការរបស់ម៉ូតូនីមួយៗដែរទាំងម៉ូតូប្រើបេនទាំងម៉ូតូប្រើប៊ិចគឺនិយាយរឿងគ្រឿងបន្លាស់ថ្លៃមិនថាវាមិនថ្លៃទេបើយើងធៀបជាមួយនឹងម៉ូតូទូទៅគឺវាថ្លៃហើយក៏ប៉ុន្តែបើយើងទៅធៀបជាមួយម៉ូតូធំដូចគ្នាដូចគេក៏ប៉ុន្តែម៉ូតូហ្នឹងថ្លៃគ្រឿងបន្លាស់ដូចគេដូចឯងហ្នឹងអត់ខុសគ្នាទេចង្វាក់តែមួយនឹងចង្វាក់លេខ520អាប្រើ First អូខេមួយញងអាចថាខុសគ្នាតិចតួចប៉ុន្តែតម្លៃគឺអត់មានខុសគ្នាច្រើនទេអញ្ចឹងខ្ញុំគិតថាបើសិនជាអ្នកនរគ្នាស្រឡាញ់ម៉ូតូ KTM ឬក៏មានលុយតិចតួចចង់ដូរមកជិះម៉ូតូធំហើយចង់ថាតើម៉ូតូ KTM ជាជម្រើសល្អបំផុតអត់